មេក្តៅចឹងបើសិនជាបានសារាយតិចញ៉ាំដឹងតែអេមហ្មងបងប្អូនបាទហើយថ្ងៃនេះខ្ញុំមកធ្វើសារាយផ្លែដូងញ៉ាំម្ដងមុននឹងបានសារាយផ្លែដូងយើងគឺយើងត្រូវតែមានផ្លែដូងបងប្អូនហើយដូងយើងដូងអីក៏បានដែរតែបើសិនជាបានដូងក៏អូបកាន់តែឆ្ងាញ់ចឹងណាបាទបន្ទាប់ពីយើងបានផ្លែដូងហើយយើងយកទៅកាប់វាយកទឹកហើយនឹងសាច់បងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែកាប់ហើយអត់សូវជំនាញកាប់ទេបងប្អូនកាប់បែកទឹកបែកអីពេញនឹងឯងអត់ល្អទេបងប្អូនអត់ចេះកាប់ចឹងណាបាទហើយគេយកទៅធ្វើសារាយហ្នឹងគឺគេយកទឹកវាហើយនឹងសាច់វាដាក់លាយជាមួយគ្នាហើយគេដាំបាទគេយកទៅដាំណាដាំឲ្យវាពុះហើយគេលាយជាមួយនឹងម្សៅសារាយផងដែរបាទគេមានម្សៅសារាយអញ្ចឹងណាបើយើងអត់ដាក់ម្សៅហ្នឹងវាអត់កកទេបងប្អូនវាអត់คล้ายទៅជាសារាយទេបាទឥឡូវនេះខ្ញុំកំពុងតែកាប់ហើយដូងយើងល្អបងប្អូនបាទគឺវាមិនចាស់ពេកក៏មិនខ្ចីពេកបងប្អូនសាច់វាល្អសាច់វាល្មមមកធ្វើសារាយញ៉ាំបងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែពុះវាបាទពុះវាយកទឹកដាក់នៅក្នុងចានដែកហើយឆ្កៀលសាច់វាបាទឆ្កៀលយកសាច់វាដាក់លាយជាមួយនឹងទឹកវាហើយយកទៅដាំបាទដាំវាពុះណាបងប្អូនបាទហើយដូងយើងល្អមែនតើហើយអានេះគឺដូងក្អូបបងប្អូនបាទដូងក្អូបអញ្ចឹងវាធ្វើសារាយទៅវាឈ្ងុយផ្អែមឆ្ងាញ់អញ្ចឹងណាបាទហើយសាច់វាក៏ល្អដែរឥឡូវនេះខ្ញុំកំពុងតែកាប់វាដាក់ឲ្យបងប្អូនបាទបងប្អូនដែលមើលនៅវីដេអូនេះសូមជួយចុច like និង share follow page ខ្ញុំម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីជាបន្តទៀតបងប្អូនបាទហើយក៏អរគុណបងប្អូនទុកជាមុនដែរបាទដែលបាន follow និង like share page របស់ខ្ញុំអញ្ចឹងណាបាទឥឡូវនេះយើងកាប់ចាក់ទឹកវាបាទកាប់ចាក់ទឹកដាក់នៅក្នុងចានដែកហើយយើងក៏បើបងប្អូនមានជាស្ករទឹកដូងយើងអត់សូវផ្អែមទេណាយើងលាយស្ករលាយអីតិចតួចគ្រឿងអីតិចតួចដើម្បីឲ្យវាផ្អែមជាងមុនក៏ល្អដែរបងប្អូនបាទតែបើបងប្អូនអត់ចូលចិត្តផ្អែមទេដាក់ទីប៉ុន្តែទឹកដូងហ្នឹងក៏បានដែរប៉ុន្តែបើចូលចិត្តផ្អែមគឺយើងត្រូវថែមស្ករទៀតអញ្ចឹងណាដោយសារទឹកដូងយើងអត់សូវផ្អែមបាទឥឡូវនេះយើងចាក់ទឹកហើយយើងក៏ចាប់ផ្ដើមស្គៀលយកសាច់វាបាទជាលើសាច់ហើយយើងយកទៅចិតវាស្អាតណាបាទចិតអាក្រហមនឹងស្អាតទៅយើងក៏ចិតដាក់លាយជាមួយនឹងទឹកដូងរបស់យើងបាទឲ្យខែក្តៅចេះបងប្អូនបើសិនតែបានធ្វើញ៉ាំយើងធ្វើឲ្យកកហើយយើងយកទៅដាក់ក្នុងទូទឹកកកយើងណាបងប្អូនបាទធ្វើកកហើយយកទៅដាក់ក្នុងទូទឹកកកដល់ពេលវាត្រជាក់ហើយយើងយកមកញ៉ាំបានឆ្ងាញ់ណាបងប្អូនបាទឥឡូវនេះយើងក៏ពុះរួចហើយយើងក៏ដាក់ដាំវាបាទហើយអានេះខ្ញុំដាក់ស្ករបន្តិចហើយម្សៅសារាយបាទអានេះគឺជាម្សៅសារាយបងប្អូនមិនមែនរ៉ូឌីណាគឺម្សៅសារាយបាទយើងដាក់ដាំដាំវាពុះអញ្ចឹងណាបងប្អូនបាទហើយឥឡូវនេះទឹកសារាយយើងទឹកដូងសារាយយើងបានពុះហើយបងប្អូនបន្ទាប់ពីពុះហើយគឺយើងយកទៅចាក់បាទហើយអានេះខ្ញុំសាកមើលចាក់ដាក់ក្នុងផ្លែដូងវាមួយបងប្អូនបាទដាក់ក្នុងសបកដូងមួយចាំមើលវាកកអត់ណាបាទប៉ុន្តែយើងអត់មានសបកដូងច្រើនដើម្បីដាក់ទេបងប្អូនបាទព្រោះឲ្យយើងធ្វើញ៉ាំខ្លួនឯងចេះតែដាក់ទៅយើងអានេះយើងដាក់ក្នុងផ្លែមួយហើយសល់ប៉ុន្មានទៀតគឺយើងដាក់នៅក្នុងថាសដើម្បីឲ្យវាកកនៅក្នុងថាសអញ្ចឹងហើយយើងក៏យកវាទៅញ៉ាំបងប្អូនឥឡូវនេះខ្ញុំកំពុងតែចាក់ដាក់ចូលក្នុងថាសយើងហើយបាទយើងដាក់ថាសចេះវាឆាប់កកបងប្អូនបាទដាក់ក្នុងថាសអញ្ចឹងគឺវាឆាប់កកតែបើយើងដាក់នៅក្នុងផ្លែក្នុងអីចេះវាអត់ងាយកកដោយសារតែវាធំអញ្ចឹងណាបាទឥឡូវនេះយើងកំពុងតែដាក់ឲ្យទុកវាប្រហែលជា20នាទីអីទៅវាកកឲ្យបងប្អូនបាទបងប្អូនឥឡូវនេះសារាយយើងបានរឹងបានកកឲ្យបងប្អូនបាទហើយបន្ទាប់ពីកកហើយគឺយើងកាត់វាកង់អញ្ចឹងដើម្បីដាក់ចានយកទៅក្លាសេណាបងប្អូនក្លាសេតិចបានយើងយកមកញ៉ាំអានឹងបានឆ្ងាញ់ឥឡូវនេះយើងកំពុងតែកាត់វាហើយបាទហើយមើលទៅសារាយយើងគឺទំនងមែនតើដល់ពេលវារឹងចេះណាបងប្អូនបាទហើយចាំមើលយើងទៅភ្លក់មើលទាំងអស់គ្នាតើវាឆ្ងាញ់ឬមួយក៏យ៉ាងណាបងប្អូនបាទនេះបងប្អូនសារាយដូងដែលយើងធ្វើកាលពីថ្ងៃហ្នឹងគឺឥឡូវវាកកឲ្យបងប្អូនបាទឥឡូវនឹងដល់ម៉ោងភ្លក់រសជាតិវាហើយបាទហើយយើងក៏ដាក់ក្នុងដូងដែរឥឡូវយើងអានេះដែលយើងដាក់ក្នុងថាសណាយើងអត់មានសបកដូងដាក់អានេះយើងដាក់នៅក្នុងផ្លែដូងហ្មងប៉ុន្តែឥឡូវយើងសាកមើលកោះកាយមើលអាក្នុងផ្លែដូងវាមានជាតិឆ្ងាញ់ជាងហ្នឹងអូកកល្អដល់នេះអានេះយើងក្លាសេវាទៀតអញ្ចឹងវាត្រជាក់ហើយជាឆ្ងាញ់ជាងក្នុងចានវ៉ាវឈ្ងុយបងប្អូន
rồi đôn đấy cứ dương phơi bị đôn của ốp á bong bồn chẳng để ngồi em bong bồn sợi đôn nhúng ngành mưa trụ riêng với một số dạngนั้นtay Việt ngành bằng miền triệt chui hay nam môi dương class C về chị ngành việc em là món bong bồn lớn nó dân sợi dân o hết hay cái ai đây bong bồn chẳng xong ở con nào bong bồn này mưa nó video đấy hay xong chui cho like share đừng follow page nhau nè mới phòng làm vậy miền video thay chỉ bằng to tiền bong bồn hay videoนี้miền tại phần nắng xong ở con bye bye